ពាក់ព័ន្ធជាមួយនឹងការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដែលនៅពេលនេះគឺឈានចូលទៅដល់សប្តាហ៍ទី3ហើយនៅតែមិនទាន់មានការឯកភាពគ្នាថានឹងបើករដ្ឋាភិបាលនៅពេលណានោះទេក្នុងអំឡុងពេលនេះដែរគឺលោកប្រធានាធិបតី Donald Trump នៅថ្ងៃសៅរ៍នេះបានថ្លែងថារដ្ឋាភិបាលនឹងបើកប្រាក់ឲ្យយោធាក្នុងអំឡុងពេលដែលរដ្ឋាភិបាលបិទទ្វារនេះដែលលោកបានបញ្ជាទៅក្រសួងការពារជាតិឲ្យយកថវិកាដែលប្រើប្រាស់សម្រាប់ការងារផ្សេងនោះមកបើកប្រាក់ខែឲ្យយោធារបស់សហរដ្ឋអាមេរិកវិញហើយនៅក្នុងការបង្ហោះតាមបណ្ដាញសង្គមរបស់លោកគឺលោក Trump បាននិយាយថាលោកនឹងប្រើប្រាស់អំណាចជាប្រធានាធិបតីក្នុងជាអគ្គមេបញ្ជាការរបស់កងទ័ពឲ្យលោករដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកនេះប្រើប្រាស់ថវិកាដែលមាននៅសល់នេះដើម្បីបើកប្រាក់ខែទៅដល់ទាហាននៅថ្ងៃទី15ខែតុលានេះនៅពេលដែលដល់ពេលកំណត់ដែលត្រូវបើកប្រាក់បៀវត្សនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមនេះលោក Trump មិនបានបញ្ជាក់ច្បាស់ថាតើយោធានឹងបន្តទទួលបានប្រាក់ថែមទៀតឬយ៉ាងណាក្រោយពីថ្ងៃពុធទី15ខែតុលានេះបាទបើសិនជារដ្ឋាភិបាលនៅតែបន្តបិទទ្វារថវិកាដែលនឹងយកមកបើកប្រាក់បៀវត្សឲ្យយោធាក្នុងអំឡុងពេលបិទរដ្ឋាភិបាលនេះគឺនឹងយកមកពីថវិកាដែលនៅសល់គឺដែលប្រើប្រាស់សម្រាប់ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍដែលសភាបានអនុញ្ញាតឲ្យកាលពី2ឆ្នាំមុនហើយមិនទាន់បានប្រើប្រាស់ទេនេះបើតាមអ្នកនាំពាក្យការិយាល័យគ្រប់គ្រងនិងថវិការបស់សេតាវិមានមន្ត្រីប៉ង់តាហ្គនម្នាក់មួយរូបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាថវិកានោះគឺមានចំនួន$8,000 លានដែលមិនទាន់បានអនុញ្ញាតឲ្យប្រើនៅលើចំណុចណាមួយកាលពីឆ្នាំសារពើពន្ធមុនហើយនឹងត្រូវប្រើប្រាស់សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិកយោធានៅថ្ងៃទី15ខែតុលានេះបាទ